គោលការណ៍9យ៉ាងដែលជាតម្លៃរបស់បុរសតើអ្វីធ្វើឲ្យបុរសម្នាក់ក្លាយជាបុរសដែលមានតម្លៃខ្ពស់មិនមែនលុយមិនមែនរូបរាងប៉ុន្តែគឺជារបៀបរស់នៅនិងអាកប្បកិរិយារបស់គាត់ទី1វត្តមានរបស់អ្នកមានឥទ្ធិពលមនុស្សមានអារម្មណ៍ពីអ្នកមុនពេលស្ដាប់ពាក្យរបស់អ្នកដើរដោយភាពស្ងប់ស្ងាត់មើលភ្នែកដោយទំនុកចិត្តហើយមានភាពម្ចាស់ការលើខ្លួនឯងទី2ដាក់បេសកកម្មជីវិតជាអាទិភាពគំរោះដើម្បីស្វែងរកការទទួលស្គាល់ពីនរណាម្នាក់បុរសដែលមានគោលដៅច្បាស់លាស់តែងតែតាក់ទាញដោយធម្មជាតិទី3កសាងកេរ្តិ៍ឈ្មោះនិងការគោរពឲ្យមនុស្សស្គាល់អ្នកតាមស្នាដៃនិងអត្តចរិតមិនមែនតាមការអួតអាងទេទី4កុំផ្ដល់អ្វីទាំងអស់ដោយងាយអ្វីដែលមានតម្លៃមិនមែនអាចរកបានដោយឥតខិតខំឡើយកុំប្រញាប់បង្ហាញអារម្មណ៍ឬព្យាយាមផ្គាប់ចិត្តគ្រប់ពេលទី5ចេះដឹកនាំសម្រេចចិត្តដោយទំនុកចិត្តឈរលើជំហររបស់ខ្លួនហើយកុំចាំបាច់ពន្យល់គ្រប់រឿងទី6រក្សាភាពស្រស់ថ្មីក្នុងជីវិតការរស់នៅដដែលធ្វើឲ្យទំនាក់ទំនងគ្មានពណ៌ចេះលេងសើចនិងចេះបង្កើតបទពិសោធន៍ថ្មីទី7កុំខ្លាចក្នុងការដើរចេញប្រសិនបើគេមិនគោរពតម្លៃរបស់អ្នកការដើរចេញគឺជាការការពារសេចក្តីថ្លៃថ្នូររបស់ខ្លួនទី8ស្វែងរកការគោរពមុនការពេញចិត្តមនុស្សអាចស្រឡាញ់អ្នកមួយរយៈប៉ុន្តែការគោរពគឺជាមូលដ្ឋាននៃទំនាក់ទំនងដែលរឹងមាំហើយទី9គ្រប់គ្រងអារម្មណ៍របស់ខ្លួនបុរសដែលនៅស្ងប់ទោះជួបសម្ពាធឬចំនួនក៏នៅតែមានភាពរឹងមាំនិងគួរឲ្យទុកចិត្តនៅពេលអ្នករស់នៅតាមគោលការណ៍ទាំង9នេះអ្នកមិនចាំបាច់រត់តាមនរណាម្នាក់ឡើយផ្ទុយទៅវិញអ្នកនឹងក្លាយជាមនុស្សដែលអ្នកដទៃគោរពឲ្យតម្លៃនិងចង់ដើរជាមួយដោយស្ម័គ្រចិត្ត